Ok,ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកសុំធ្វើការ unboxing បាទនាឡិកាដៃ model ថ្មីបាទជាប្រភេទបាទតាំងបាទយើងហៅថារថ cross ក៏បាន model MSG PS Tank Pro បាទរបស់ហាង Menstore វាជា model បាទ version ចុងក្រោយឆ្នាំ2025ដែលបានបំពាក់មកជាមួយនឹងប្រព័ន្ធ waterproof បាទ Fire ATM Lock H7 អូខេតោះឥឡូវយើងទៅធ្វើការ unboxing ទាំងអស់គ្នាបាទអញ្ចឹង model នេះគឺវាមានពីរពណ៌បាទយើងមានពណ៌ប្រផេះហើយជាមួយនឹងពណ៌ខ្មៅអូខេឥឡូវយើង unboxing ណាបាទចាចង់រៀងញ័រដៃបាទចាអូខេមួយបាទអូខេខ្ញុំ unboxing នេះពណ៌ខ្មៅណាបាទនៅលើប្រអប់នេះវាមានពណ៌អីរើសញ័រដៃណាអូខេនេះបាទពណ៌ខ្មៅបាទខ្សែស៊ីនរបស់វាគឺខ្សែបាទ silicone ណាបាទនេះខ្សែ silicone នេះគឺយើងពាក់អត់ឈឺដៃទេបាទគឺយើងពាក់រាប់ឆ្នាំក៏មិនងាយនឹងខូចដែរបាទអូខេអញ្ចឹងយើងបើកមើលអញ្ចឹងយើងបើកដំបូងមកយើងទទួលបាននាឡិកាដៃណាបាទទម្រង់របស់វាគឺមុខមូលបាទទំហំអេក្រង់ 1.43 អ៊ីនជាប្រភេទ AMOLED display ណាបាទទោះនៅក្រោមពន្លឺថ្ងៃក៏អត់ចាញ់ដែរព្រោះពន្លឺរបស់វារហូតដល់1200 nit បាទអញ្ចឹងគឺខ្លាំងបាទហើយយើងបើកមកទៀតមានអីខ្លះនេះចេញណាបាទខ្ញុំចេញបាទខាងសាកបាទខាងសាកមាននឹងបាទនេះបានធានាបាទពីរោងចក្របាទហាង Menstore គឺរយៈពេល1ឆ្នាំណាបាទហើយសម្រាប់បងប្អូនដែលតាក់ទងមួយការប្រើប្រាស់អីអាចមើលនៅលើនឹងបានអូខេយើងមើលបន្តទៀតបាទអូខេសភៅបាទសម្រាប់ណែនាំនៅក្នុងការប្រើប្រាស់បាទមិនត្រឹមតែមានសភៅប៉ុណ្ណឹងទេបាទពីហាង Menstore ក៏មាន service បាទផ្នែកបាទណែនាំបាទតាក់ទងជាមួយនឹងមុខងារគ្រប់មុខងារគ្រប់បាទនាឡិកាដៃជូនទៅដល់បងប្អូនអរគ្នាតាក់ទងជាមួយនឹងការប្រើប្រាស់យើងចេះភាសាខ្មែរបាទឬក៏ភាសាអង់គ្លេសបាទក៏អត់ជាបញ្ហាដែរទោះមិនចេះក៏អត់និយាយទៅអត់មានបញ្ហាមកមានវីដេអូបង្ហាញតាក់ទងជាមួយនឹងការប្រើប្រាស់អូខេបងប្អូនខ្លះគាត់ថាអត់ចេះភាសាអង់គ្លេសបាទពិបាកនៅក្នុងការបាទប្រើអូខេអត់ពិបាកទេព្រោះមានវីដេអូបាទនិយាយជាភាសាខ្មែរបាទអូខេអញ្ចឹងយើងធ្វើការបាទបង្ហាញពី function របស់វាមួយចំនួនសិនបាទអូខេអញ្ចឹងប្រភេទអេក្រង់របស់វាគឺបាទ Super AMOLED បាទគឺភ្លឺខ្លាំងបាទយើងអាចបដូរមុខអេក្រង់បានច្រើនណាបាទបងប្អូនអរគ្នាអាចបដូរទៅតាមតម្រូវការឬក៏យើងអាចធ្វើការតាំងរូបភាពរបស់យើងក៏បានដែរហើយអ្វីដែលជាចំណុចសំខាន់គឺខ្ញុំបង្ហាញពីរបាទទី1គឺ waterproof បាទទី2គឺបាទតកតងជាមួយនឹង GPS ណាបាទឥឡូវខ្ញុំសូមបង្ហាញពី waterproof មុនបាទ waterproof គឺខ្ញុំមានបាទទឹកនៅទីនេះហើយឥឡូវខ្ញុំដាក់ឲ្យមើលថាតើបាទប្រព័ន្ធបាទ waterproof Fire ATM Lock H7 បាទគេធ្វើយ៉ាងម៉េចអូខេអញ្ចឹងជំហានដំបូងបងប្អូនអរគ្នាបើករបស់វាមកណាបាទយើង scroll ពីក្រោមបាទវានឹងមានបាទរូបសោហើយជាមួយនឹងរូបដំណក់ទឹកអាហ្នឹងគឺយើងអាចធ្វើការ lock វាបានដើម្បីកុំឲ្យទឹកចូលនិងបិទដំណើរការផ្សេងៗទាំងអស់អូខេឥឡូវខ្ញុំចុចឲ្យមើលបាទអូខេឥឡូវខ្ញុំ lock ហើយនៅពេលដែលខ្ញុំ lock ហើយគឺយើងអត់អាចចុចអីផ្សេងបានទេណាបាទឃើញទេអូខេចាំខ្ញុំដាក់នៅក្នុងទឹកជូនណាបាទតេស្តឲ្យមើលតែម្ដងបងប្អូនអរគ្នានេះបាទអាចធ្វើការបាទដាក់វាបាននិយាយទៅតាក់ទងជាមួយនឹងប្រព័ន្ធ waterproof នេះគឺវាជាប្រព័ន្ធ waterproof ថ្មីបាទ Lock H7 បាទយើងចាក់សហើយកុំឲ្យទឹកចូលណាបាទយើងអាចត្រាំបាទរាប់ខែរាប់ម៉ោងបាទរាប់ខែគឺទូលបោះល្អប៉ុណ្ណាក៏រាប់ខែនៅ Zoom បានដែរអូខេអញ្ចឹងបងប្អូនអ៊ំពូមីងបងប្រុសបងស្រីទាំងអស់គ្នាណាបាទឥឡូវនេះខ្ញុំដកមកវិញបាទមិនបាច់ត្រាំយូរពេកទេព្រោះខ្លាចខាតម៉ោងអូខេអញ្ចឹងរបៀបនៅក្នុងការបាទ unlock waterproof បាទFire ATM Lock H7 បងប្អូនអរគ្នាយើងអាចធ្វើការបាទចុចនេះប៊ូតុងខាងលើណាបាទប៊ូតុងខាងលើនេះបងប្អូនអរគ្នាខ្ញុំចុចជូនបាទយើងចុចមកវានឹង express hold ឲ្យបាទហើយវានឹងឲ្យធ្វើការដេញទឹកណាបាទដេញទឹកគឺយើងកលាស់វាណាបាទកលាស់វាបន្តិចមកចាំមើលបើកថាតើដំណើរការឬអត់បាទខ្ញុំសុំបាទជូតបន្តិចបាទចាំបន្តិចបងប្អូនអរគ្នាបាទព្រោះវាសើមតែសើមវាចុចទៅអាចរៀលអូខេចាំបន្តិចកម្រមាននាឡិកាដៃណាដែលមានភាពមាំធន់តាន់ហើយរូបរាងតូចអញ្ចឹងហើយបើនិយាយពីតម្លៃខ្ញុំនឹងនិយាយនៅវីដេអូក្រោយគឺតម្លៃបាទសមរម្យខ្លាំងមែនទែនអូខេឥឡូវយើងមកតេស្តទាំងអស់គ្នាណាបាទតកតងមួយបាទគុណភាពរបស់វាអូខេគឺធម្មតាទេបងប្អូនអញ្ចឹងរដូវកាលនេះបងប្អូនជារដូវកាលភ្លៀងបងប្អូនដែលមានតម្រូវការចង់បាននាឡិកាដៃដែលមានភាពមាំជាពិសេសគឺធន់ជាមួយនឹងទឹកហើយពិបាករកទៀតហើយចង់បានតម្លៃសមរម្យទៀតមុខនេះបងប្អូនអរគ្នាអត់ខុសទេណាបាទហើយតើតមួយមុខនេះដូចខ្ញុំបង្ហាញជូនអញ្ចឹងបងប្អូនអរគ្នាដូចខ្ញុំនិយាយមុនហ្នឹងបាទអត់បាច់បារម្ភថាតិចអត់ចេះប្រើ
អត់ចេះភាសាអង់គ្លេសមានវីដេអូបង្ហាញជូនបងប្អូនអ្នកគ្នាគ្រប់ function គ្រប់កម្មវិធីទាំងអស់អូខេអញ្ចឹងខ្ញុំសូមបង្ហាញមួយទៀតគឺ GPS ណាអូខេប្រព័ន្ធ waterproof ខ្ញុំបង្ហាញជូនហ្នឹងណាឥឡូវយើងមើល GPS វាបន្តិចអញ្ចឹង GPS បើយើងចុចខាងក្រោមនេះមកណាបាទវាចេញ function ឲ្យហើយបាទនេះអញ្ចឹងតើតើមួយ GPS វាមាន GPS offline បើយើងមិនបាច់ធ្វើការ connect ជាមួយនឹងទូរស័ព្ទក៏យើងអាចបើក GPS វាបានផងដែរណាអូខេឥឡូវយើងបើកបាទកាន់របស់ថ្មីចង់ញ័របងប្អូនអរគ្នាបាទញ័រដៃនេះបងប្អូន GPS វាគឺវារ៉ាន់ទៅបែបនេះតែម្ដងអញ្ចឹងអ្នកដែលគាត់ចូលចិត្តបាទបោះតង់ចូលព្រៃបាទចង់បាននាឡិកាដៃដែលមាន GPS offline នេះមួយម៉ូតនេះគឺអែមហើយថ្មរបស់វាណាបើនិយាយពីថ្មរបស់វាអាចកាន់ចន្លោះពី1សប្តាហ៍ឡើងទៅបើបងប្អូនប្រើខ្លាំងបានមួយអាទិត្យបើប្រើសេវបានកន្លះខែទៅមួយខែនោះអញ្ចឹងគឺបាទរយៈពេលកន្លះខែទៅមួយខែទើបយើងបញ្ចូលម្ដងអញ្ចឹងគឺបាទអែមមែនតើបាទហើយមួយទៀតបងប្អូនទាំងគ្នាតកតងជាមួយនឹងបាទត្រីវិស័យបង្ហាញទិសឥឡូវខ្ញុំសូមបង្ហាញបន្តិចទៀតណាបាទត្រីវិស័យបង្ហាញទិសបាទអ្នកដែលគាត់ចូលចិត្តចូលព្រៃអីបាទគឺអត់វែងទេព្រោះមានត្រីវិស័យបាទគឺល្អមែនតើបាទនេះបងប្អូនទាំងគ្នាអញ្ចឹងត្រីវិស័យបង្ហាញទិសបាទគឺវាចេញហើយបងប្អូនទាំងគ្នាបាទឃើញទេអញ្ចឹងអត់មានក្តីបារម្ភថាតិចច្រឡំអត់ដឹងណាលិចកាត់ជើងត្បូងឯងអូខេមាននៅកាត់ដៃនេះនៅនឹងដៃមួយគឺបាទជួយបានច្រើនមែនតើហើយអ្វីដែលពិសេសណាបាទបើសិនជាបងប្អូនទាំងគ្នាធ្វើការបញ្ជាទិញណាបាទគឺពីខាងបាទក្រុមហ៊ុន Hangman Store បាទគឺមាន custom ណាបាទ custom អីគេបាទបងប្អូនទាំងគ្នាគឺ custom ឈ្មោះបងប្អូនទាំងគ្នាបាទជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានដាក់លើមុខអេក្រង់តែម្ដងខ្ញុំហ៊ាននិយាយថាវាជារឿង surprise មួយបាទសម្រាប់បងប្អូនប្រជាជនខ្មែរដែលមានបាទមុខនាឡិកាដៃបាទហើយឈ្មោះខ្លួនឯងផ្ទាល់តែម្ដងនេះគឺជារឿងល្អមែនទែនអញ្ចឹងសម្រាប់បងដែលចាប់អារម្មណ៍អាចធ្វើការបាទតាក់ទងទៅកាន់ page main store បានណាបាទឬក៏អាចធ្វើការអញ្ជើញទៅហាងដើម្បីធ្វើការតេស្តបានអូខេអញ្ចឹងសម្រាប់នាឡិកាដៃនេះខ្ញុំសូមបង្ហាញជូនបងប្អូនទាំងគ្នាប៉ុណ្្នឹងទេបាទអញ្ចឹងបើសិនជាបងប្អូនទាំងគ្នាចាប់អារម្មណ៍អាចធ្វើការតេស្តផ្ទាល់ទៅបើល្អចាំទិញបើល្អចាំធ្វើការកក់ pre order អីផ្សេងៗអញ្ចឹងទៅបាទមិនមែនថាឮតែគេនិយាយថាល្អឮតែគេនិយាយថាស្អាតហើយត្រូវតែយកទៅទិញអត់ទេបាទអាចធ្វើការតេស្តខ្លួនឯងដោយផ្ទាល់ដើម្បីទទួលបានភាពជឿជាក់និងបាទទំនុកចិត្តហើយយើងដឹងពីគុណភាពរបស់វាអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងទេបាទតាក់ទងជាមួយនឹងតម្លៃការ promotion ខ្ញុំនឹងជម្រាបជូនបងប្អូនទាំងគ្នានៅវីដេអូក្រោយបាទអរគុណច្រើនជម្រាបលា Main Store ជំនួយការសុខភាពកីឡានិងស្អាតស៊ីវិល័យ